ចាជំរាបសួរខ្ញុំឈ្មោះកវ៉ាន់នៅភូមិជើងខ្លីឃុំពីធ្នូស្រុកឈ្នួលខេត្តកាចេះមកធ្វើឯកសារធ្វើការរោងចក្រជាកិរិយាមារយាទមកធ្វើនៅនឹងមេប៉ោះគាត់រាក់ទាក់ហើយគាត់នៅប្រចាំការនឹងនៅ24ម៉ោងយើងចង់មកស្មានណាក៏បានដែរក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់សូមអរគុណដល់លោកមេប៉ោះដែលជួយធ្វើឯកសារឲ្យខ្ញុំលឿនហើយរហ័សហើយសម្រាប់មើលព័ត៌មានបើសិនជាព័ត៌មានคล้ายខ្ញុំអត់ share ទេនោះត្រាតែព័ត៌មានពិតប្រាកដខ្ញុំដឹងច្បាស់បានខ្ញុំ share សូមនិយាយថាទេចំពោះព័ត៌មានคล้ายខ្ញុំបាទអនុស្រីឯកលុនឡុងឌីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពីធ្នូពាក់ព័ន្ធនឹងសេវាកម្មនៅប៉ុស្តិ៍រដ្ឋបាលរបស់ខ្ញុំបាទគឺបម្រើសេវាសាធារណៈដូចជាពាក់ព័ន្ធនឹងសភៅសាក់នៅសភៅគ្រួសារនិងអត្តញ្ញាណប័ណ្ណនិងឯកសារបញ្ជាក់ផ្សេងគឺប៉ុស្តិ៍រដ្ឋបាលបានបែងចែកវេនប្រចាំការ24ម៉ោងលើ24ម៉ោងសម្រាប់ផ្ដល់សេវាដល់ប្រជាពលរដ្ឋមិនថាពាក់ព័ន្ធនឹងសេវារដ្ឋបាលទេគឺសេវាផ្សេងទៀតគឺប៉ុស្តិ៍រដ្ឋបាលគឺរងចាំបម្រើជូនប្រជាពលរដ្ឋជានិច្ចបាទពាក់ព័ន្ធនឹងឃុំមានវត្តភាពគឺមានការកាត់បន្ថយច្រើនពាក់ព័ន្ធនឹងបទល្មើសផ្សេងគឺប៉ុស្តិ៍រដ្ឋបាលបានធ្វើការបង្ក្រាបទៅរកបទល្មើសដូចជាបទល្មើសលួចហិង្សាក្នុងគ្រួសារហិង្សារវាងក្មេងទំនើងអីគឺប៉ុស្តិ៍រដ្ឋបាលបានធ្វើការបង្ក្រាបជាបន្តបន្ទាប់ពាក់ព័ន្ធនឹងគ្រឿងញៀនគឺប៉ុស្តិ៍រដ្ឋបាលក៏បានធ្វើក្រាបជាបន្តបន្ទាប់ដែរនឹងស្រាវជ្រាវរមុខសញ្ញាដែរព័ន្ធនឹងបទល្មើសខាងលើនេះបាទចុងក្រោយសូមថ្លែងអរគុណដល់ក្រុមការងារមន្ទីរព័ត៌មានបានចុះមកផ្សព្វផ្សាយបាទក្នុងនាមខ្ញុំជាកម្លាំងនគរប៉ុស្តិ៍នគរបាលរដ្ឋបាលពីធ្នូទាំងមូលនេះខ្ញុំតែងតែមានការណែនាំដល់គ្រប់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការយល់ដឹងចំពោះព័ត៌មានដែលមិនពិត